ខ្ញុំចង់ឃើញប្រទេសខ្មែរបែកបាក់សាមគ្គីគ្នាចង់ឃើញភាពអញ្ញែអញ្ញែនៅក្នុងប្រទេសខ្មែរខ្ញុំចង់ឃើញប្រទេសខ្មែរឬក៏ប្រជាជនខ្មែរអន់ជាងខ្ញុំល្ងងជាងខ្ញុំនេះគឺជាអ្វីដែលខ្ញុំចង់បានបើខ្ញុំជាជនជាតិសៀមអ្នកនរគ្នាសាកសម័យមើលបើយើងកើតជាជនជាតិសៀមសមាជិកក៏សម័យសិនទៅយើងគឺជាមនុស្សជាតិនិយមហើយប្រទេសយើងឥឡូវកំពុងតែមានសង្គ្រាមជាមួយនឹងប្រទេសខ្មែរសំណួរសួរថាតើយើងចង់ឃើញរឿងអីជាងគេកើតឡើងទៅលើប្រទេសខ្មែរឬក៏ជនជាតិខ្មែរបើខ្ញុំជាជនជាតិសៀមខ្ញុំចង់ឃើញរឿង3យ៉ាងឲ្យកើតឡើងលើប្រទេសខ្មែរឬក៏ជនជាតិខ្មែររឿងទី1គឺខ្ញុំចង់ឃើញប្រទេសខ្មែរបែកបាក់សាមគ្គីគ្នាខ្ញុំចង់ឃើញភាពឆ្លោះគ្នាខ្ញុំចង់ឃើញភាពមិនជឿទុកចិត្តគ្នាគឺគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនអាហ្នឹងគឺជាអ្វីដែលខ្ញុំចង់ឃើញបើខ្ញុំឃើញខ្មែរស្រឡាញ់គ្នាសាមគ្គីគ្នារួបរวมគ្នាចេះជួយគ្នាទៅវិញទៅមកពាត់ដៃគ្នាតស៊ូជាមួយគ្នាគឺខ្ញុំអត់សប្បាយចិត្តទេគឺខ្ញុំកាន់តែខឹងក្តៅក្រហាយជាងមុនទៀតទី2គឺខ្ញុំចង់ឃើញភាពអញ្ញែអញ្ញែនៅក្នុងប្រទេសខ្មែរខ្ញុំចង់ឃើញភាពវឹកវរខ្ញុំចង់ឃើញប្រជាជនមួយគឺភ័យខ្លាចបាក់ស្បាតតូចទុននៅក្នុងប្រទេសគឺចលាចលពេញហ្នឹងឯងចំណែកទី3គឺខ្ញុំចង់ឃើញប្រទេសខ្មែរឬក៏ប្រជាជនខ្មែរអន់ជាងខ្ញុំអវិជ្ជាជាងខ្ញុំអត់សូវមានចំណេះដឹងដូចជាខ្ញុំទេគឺល្ងងជាងខ្ញុំហើយអ្វីដែលសំខាន់គឺខ្ញុំចង់ឲ្យប្រជាជនខ្មែរទៅជាសឆាប់ជឿគេធ្វើអីអត់ចេះគិតអត់ចេះពិចារណាព័ត៌មានពិតក៏ដោយមិនពិតក៏ដោយគឺខ្ញុំជឿទាំងអស់គឺខ្ញុំស្រូបយកទាំងអស់ហើយខ្ញុំចង់ឲ្យប្រទេសខ្មែរអន់ជាងខ្ញុំល្ងងជាងខ្ញុំស្រួលខ្ញុំបញ្ចុះបញ្ចូលស្រួលខ្ញុំបញ្ជានេះគឺជាអ្វីដែលខ្ញុំចង់បានបើខ្ញុំជាជនជាតិសៀមប៉ុន្តែត្រឡប់មកវិញបើយើងវាមានបុណ្យច្រើនហើយជាសំណាងរបស់យើងមានកុសលយើងធ្វើបុណ្យបានច្រើនពីជិតមុនអញ្ចឹងយើងបានកើតជាកូនខ្មែរអញ្ចឹងសួរថាតើយើងចង់ឲ្យជនជាតិសៀមទទួលបានអ្វីដែលគេចង់បានឬអត់ចង់ឲ្យគេសម្រេចបំណងរបស់គេឬអត់ខ្ញុំក៏ដូចអ្នកទាំងអស់គ្នាដែរគឺខ្ញុំចង់ឃើញតែប្រទេសខ្មែររីកចម្រើនប្រទេសខ្មែរខ្លាំងក្លាហើយខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនរបស់យើងបន្តធ្វើអ្វីដែលយើងកំពុងធ្វើគឺរួបរวมគ្នាសាមគ្គីគ្នាលើកទឹកចិត្តគ្នាចេះជួយគ្នាទៅវិញទៅមកពួតដៃគ្នាតស៊ូជាមួយគ្នាខំប្រឹងជាមួយគ្នាកុំបង្កើតភាពវឹកវរភាពចលាចលនៅក្នុងប្រទេសកុំបន្លាចគ្នាឯងកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនគិតពីប្រយោជន៍រួមចេះជួយគ្នាទៅវិញទៅមករីឯក្មេងៗចំនួនក្រោយគួរតែខិតខំរៀនស្វែងរកចំណេះដឹងជំនាញផ្សេងៗបង្កើនសមត្ថភាពខ្លួនឯងឲ្យខ្លាំងក្លានៅពេលដែលជាតិត្រូវការយើងត្រូវការធនធានមនុស្សគឺយើងអាចធ្វើបានអាចជំនួសអាចធ្វើឲ្យល្អជាងមនុស្សជំនាន់មុនចំណែកអ្នកដទៃទៀតគួរតែខិតខំប្រឹងប្រែងដូចគ្នាខំប្រឹងរៀនខំប្រឹងពង្រីកខ្លួនឯងពង្រឹងខ្លួនឯងបង្កើនសមត្ថភាពខ្លួនឯងខំប្រឹងរកស៊ីខំប្រឹងធ្វើការឲ្យខ្លួនឯងខ្លាំងបើយើងខ្លាំងគឺគ្មានអ្នកណាអាចធ្វើបាបយើងបានទេបើខ្មែរយើងមិនជួយខ្មែរគ្នាឯងគ្មានអ្នកណាគេមកជួយយើងទេបើខ្មែរយើងមិនខំប្រឹងតស៊ូខ្លួនទីពឹងខ្លួនគ្មានអ្នកណាគេមកចាំឈោងដៃចាំលើកយើងពេលយើងដួលនោះទេប្រវត្តិសាស្ត្ររបស់យើងវាគឺជាមេរៀនហើយកុំឲ្យវាកើតឡើងចំដែរខ្មែរស្រឡាញ់ខ្មែររួបរวมគ្នាខ្មែរសាមគ្គីគ្នាខ្មែរចេះជួយគ្នាទៅវិញទៅមកខ្មែរខ្លាំងខ្មែរឈ្នះ